តបងអូនមកធ្វើពីវីមប៉ាប់បាយច្បល់បែបកូរ៉េញ៉ាំទាំងអស់គ្នាសម្រាប់ខ្ញុំគឺខ្ញុំយកបន្លែទាំងអស់ហ្នឹងយកមកចំហុយ4 ទៅ 5 នាទីហើយខ្ញុំដាក់ចំហុយជាមួយពងមាន់តែម្ដងសម្រាប់បងខ្លះវិញគឺគាត់អាចនឹងយកស្រស់បន្លែហើយគាត់ដាក់គ្រឿងបន្ថែមអីចឹងណាសម្រាប់ខ្ញុំគឺខ្ញុំអត់ដាក់គ្រឿងអីទៀតទេហើយខ្ញុំបែរមកដាក់រំលីងសាច់គោជាមួយខ្ទឹមសជាមួយប្រេងអូលីវនិងទឹកស៊ីអ៊ីវតិចនិងប្រេងល្ងហើយសម្រាប់បងអូនខ្លះទៀតគាត់អាចនឹងយកបន្លែទៅឆាហើយដាក់គ្រឿងបន្ថែមអីចឹងណាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំធ្វើញ៉ាំបែបសុខភាពអញ្ចឹងខ្ញុំបន្ទាប់ពីយើងដាក់បាយនៅក្នុងចានហើយយើងចាប់ផ្ដើមលើកបន្លែរបស់យើងផ្ទុកនៅលើចានទាំងអស់អញ្ចឹងមកណាបងអូនហើយបន្ទាប់មកទៀតយើងដាក់គត់ជូចាំងហ្នឹងគឺម្ទេសរបស់កូរ៉េហ្នឹងដាក់ពីលើបន្ថែមទៀតហើយបន្ទាប់មកទៀតយើងរោយប្រេងល្ងញ៉ាំល្អមែនតើបងអូនយើងរោយប្រេងល្ងហើយយើងចាប់ផ្ដើមដាក់ល្ងដែលយើងលីងនៅលើភ្លើងឈ្ងុយហ្នឹងយើងដាក់បន្ថែមទៀតឲ្យបាយរបស់យើងកាន់តែឈ្ងុយហើយញ៉ាំបែបសុខភាពតែម្ដងបងអូនសម្រាប់បងអូនណាដែលចង់លក្ខណៈចង់សម្រក់គីឡូក៏ញ៉ាំបានដែរបងអូនសម្រាប់មុខម្ហូបមួយនេះគឺឆ្ងាញ់ជក់ចិត្តមែនតើ